อกញ៉ាចិនសំណាងរៀបចំកម្មវិធីបំពាក់មកុដនិងឈៀងផ្លូវការយ៉ាងអធិកអធមជូនកញ្ញាសុគីគឹមលៀងជាមី International Cambodia ឆ្នាំ2026ត្រៀមតំណាងកម្ពុជាទៅប្រកួតវេទិកាអន្តរជាតិនៅប្រទេសជប៉ុននាចុងឆ្នាំនេះសូមស្វាគមន៍មកកាន់ពិធីបំពាក់មកុដនិងបំពាក់ឈៀងផ្លូវការនៃកម្មវិធី Miss International Cambodia ឆ្នាំ2026 រាត្រីដ៏មានអត្ថន័យនៃពិធីបំពាក់មកុដនិងឈៀងផ្លូវការជូនកញ្ញាសុគីគឹមលៀងហៅគុនអានជាមី International Cambodia ឆ្នាំ2026ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមជាទីបំផុតក្រោមអធិបតីភាពលោកជំទាវអុកញ៉ាហ៊ុនស៊ីណាតលោកជំទាវអ្នកអុកញ៉ាម៉ៅចំណានកិតមេងប្រធានសមាគមសិល្បករខ្មែរអុកញ៉ាចិនសំណាងម្ចាស់ហាងមាសពេជ្រ CNJ និងជាស្ថាបនិក CNJ Academy លោកជំទាវសុកកុយអ៊ីម Mr. Stephen Deep Mi International Executive Director និងជា Professor at the Professional University of Beauty and Wellness ម្ចាស់មកុដអន្តរជាតិ Mi International ឆ្នាំ2025កញ្ញា Catalina Duel Blue កាលពីរាត្រីថ្ងៃទី9ខែកក្កដាឆ្នាំ2026នៅសន្តាគារ Sun Moon Riverside អុកញ៉ាចិនសំណាងម្ចាស់ហាងមាសពេជ្រ CNJ Co Ltd និងជាស្ថាបនិក CNJ Academy ហើយក៏ជា National Director Mi International Cambodia បានមានប្រសាសន៍ថានេះជាលើកដំបូងបង្អស់ដែល CNJ រៀបចំពិធីបំពាក់មកុដនិងឈៀងផ្លូវការជូនកញ្ញាសុគីគឹមលៀងហៅគុនអានជាមី International Cambodia ឆ្នាំ2026លើសពីពិធីបំពាក់មកុដប៉ុន្តែនេះជាការចាប់ផ្ដើមនៃដំណើរថ្មីមួយសម្រាប់ស្ត្រីកម្ពុជាម្នាក់ដែលនឹងក្លាយជាអ្នកតំណាងផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជាមកុដដែលបំពាក់ជូនកញ្ញាសុគីគឹមលៀងនាពេលនេះគឺជានិមិត្តរូបនៃកិត្តិយសការទទួលខុសត្រូវភាពជាអ្នកដឹកនាំនិងបេសកកម្មក្នុងការផ្សព្វផ្សាយវប្បធម៌អត្តសញ្ញាណនិងសម្រស់ដ៏វិសេសវិសាលរបស់កម្ពុជាទៅកាន់ពិភពលោកដែលមកុដនេះរចនាច្នៃឡើងយ៉ាងប្រណិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់និងការយកចិត្តទុកដាក់ពីហាងមាសពេជ្រ CNJ Co Ltdក្នុងព្រឹត្តិការណ៍ដ៏ឡារឹកនៃពិធីបំពាក់មកុដនិងឈៀងផ្លូវការនេះមានការផ្សារភ្ជាប់មរតកវប្បធម៌និងសិល្បៈវប្បធម៌ខ្មែរដ៏ល្អឯកគ្មានពីរបង្ហាញពីភាពអច្ឆរិយៈនិងភាពរស់រវើកនៃទម្រង់សិល្បៈបុរាណខ្មែររួមទាំងស្បែកខ្មែរដ៏ល្អវិចិត្រនិងផ្ទាំងទស្សនីយភាពក្សត្រីនៃមហានគរដែលបាននាំអារម្មណ៍លោកអ្នកធ្វើដំណើរឆ្លងកាត់សោភ័ណភាពនៃអរិយធម៌អង្គរភាពរុងរឿងនៃអាណាចក្រខ្មែរនិងសម្រស់ដ៏ស្រស់ត្រកាលនៃនារីខ្មែរតាមរយៈការសម្ដែងសិល្បៈដ៏អស្ចារ្យនិងការដើរបង្ហាញម៉ូដឈុតស្បែកខ្មែរដើម្បីបង្ហាញពីអត្តសញ្ញាណជាតិដួងព្រលឹងនិងវប្បធម៌មរតកដ៏ថ្លៃថ្លារបស់ខ្មែរយើងសូមស្ដាប់បទសម្ភាសន៍ទាំងស្រុងរបស់អុកញ៉ាចិនសំណាងម្ចាស់ហាងមាសពេជ្រ CNJ Co Ltd កញ្ញាសុគីគឹមលៀងម្ចាស់មកុដ Mi International Cambodia ឆ្នាំ2026និងកញ្ញា Catalina Duel Blue ម្ចាស់មកុដអន្តរជាតិ Mi International Cambodia ឆ្នាំ2025ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាថ្ងៃដែលពិសេសរបស់នាងខ្ញុំហើយក៏ជាថ្ងៃដែលក្តីសម័យដែលនាងខ្ញុំបានមកដល់ទីនេះហើយក៏មានរំភើបខ្លាំងមែនតើដែលមានវត្តមានសត្វតែថ្នាក់ដឹកនាំជាពិសេសខ្ញុំសូមមានមោទនភាពទៅដល់លោកអញ្ញាចិនសំណាងដែលគាត់បានចូលរួមចំណែកហើយចំណែកធំខ្លាំងមែនតើសម្រាប់ចំណាយពេលនៅរាល់លោកគ្រូអ្នកគ្រូដែលអញ្ជើញមកពីក្រៅប្រទេសក៏ដូចជាបានជា Queen បានចូលរួមនៅក្នុងកម្មវិធីនេះក៏ដូចជា Steven ដែលបានចូលរួមនៅក្នុងកម្មវិធីហើយក្នុងនាមខ្ញុំជា Miss International Cambodia 2026គឺមានតែក្តីសំណោះរីករាយហើយនឹងអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្ររូបនាងខ្ញុំហើយខ្ញុំនឹងធ្វើការដណ្ដើមតំណែងមួយនេះហើយជាមួយនឹងបេះដូងហើយនាំយកប្រទេសកម្ពុជាដើម្បីជាមោទនភាពនៃប្រជាជនខ្មែរទាំងមូលក៏ដូចជាវប្បធម៌អរិយធម៌ខ្មែរទាំងអស់ដែលនាងខ្ញុំមាននៅក្នុងខ្លួនហើយនឹងជាបទពិសោធន៍មួយទៅដល់បងប្អូនជំនាន់ក្រោយផងដែរចា៎គឺថាចំណាយពេលវេលាស្ទើរតែពេញមួយជីវិតដើម្បីសិល្បៈដើម្បីវប្បធម៌គឺថានឹងនាំអ្វីទៅកាន់ឆាកអន្តរជាតិវាគឺជាក្តីស្រមៃរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងការដែលឲ្យកូនអានតំណាងឲ្យប្រទេសកម្ពុជាពិសេសគំនុំរបស់របស់ទៅកាន់ឆាកអន្តរជាតិចាច្បាស់ណាស់ក្រៅពីរូបសម្រស់ដែលធម្មជាតិរបស់នាងខ្ញុំភាពស្រស់ស្អាតខាងក្រៅគឺចំណេះដឹងក៏ដូចជារាល់ការដែលចំណេះជំនាញដែលខ្ញុំមានពីក្មេងរៀននៅសាលាមធ្យមចិត្តសិល្បៈនិងបញ្ចប់ការសិក្សានៅខាងក្រៅសាកលវិទ្យាល័យនានានិងបទពិសោធន៍ទាំងអស់គឺនាងខ្ញុំនឹងបង្ហាញនៅឆាកដ៏មានឥទ្ធិពលមួយនេះឲ្យមានតែភាពមោទកភាពជូនទៅដល់ប្រជាជនកម្ពុជាក៏ដូចជាមាតុប្រទេសដើម្បីយើងបង្កើតនៅប្រវត្តិសាស្ត្រមួយនេះដោយអស្ចារ្យហើយក៏អរគុណខ្លាំងមែនទែនដែលបានចូលរួមនៅក្នុងកម្មវិធីមួយនេះ
អរគុណអ្នកទាំងអស់គ្នាចាអរគុណ បាទងារការកម្មងារការលោកញ៉ាបាទគឺថាថ្ងៃនេះចាប់បានចំណេញដល់កម្មវិធីនៅក្នុងថ្ងៃនេះ បាទរៀងប្លែកហើយចូលរួមច្រើនហើយជាពិសេស Steven special day for coming here and Galatina from Colombia also yeah thank you very much your time is amazing for me yeah and we are join hand together and work together make me international Cambodia let everyone know more and more បាទថ្ងៃនេះសប្បាយចិត្តដែលមានបងប្អូនចូលរួមច្រើនកមែនតើមិនថាបរទេសមិនថាខ្មែរយើងមិនថាសិល្បករថ្នាក់ដឹកនាំអីគឺមកផ្លាយពីកម្មវិធីមុនអញ្ចឹងខ្ញុំជាអ្នកបាទទិញ license មកពីជប៉ុនមកប្រកួតនេះខ្ញុំគិតថាឆ្នាំនេះយើងមានសង្ឃឹមច្រើនហើយជាពិសេសកូនអានគាត់មានការបដិញ្ញាចិត្តថានឹងយកជ័យលាភីជូនជាតិបាទហើយការចំណាយលុយរបស់ខ្ញុំគឺខ្ញុំគិតថាវានឹងស័ក្តិសមនៅអ្វីដែលខ្ញុំចង់បានព្រោះគាត់ខំប្រឹងប្រែងបាទហើយការប្រឹងប្រែងនេះខ្ញុំគិតថាថ្នាក់អន្តរជាតិគេនឹងទទួលស្គាល់ថាកម្ពុជាគឺដល់កម្រិតមួយហើយមានន័យថាបើកទំព័រហើយចាប់ពីពេលនេះទៅគឺយើងបើកទំព័រហើយបាទខ្ញុំសង្ឃឹមជឿជាក់ថាកូនអាននឹងទទួលបានជ័យលាភីល្អមកជូនជាតិវិញបាទ ចំណុចពិសេសត្រង់ណាខ្លះដែលលោកញ៉ាសម្លឹងឃើញពីគុណសម្បត្តិរបស់កូនអាន តកតងនឹងការព្យាយាមរបស់គាត់ហើយគាត់ជាមនុស្សស្រីមួយដែលចង់និយាយថាមិនឆ្លើយថា no ឲ្យតែគាត់ខំប្រឹងគឺគាត់ប្រឹងណាស់បាទយើងបែកភាពមួយគឺមានអត្តចរិតខុសគ្នាប៉ុន្តែគាត់ខំប្រឹងប្រែងខ្លាំងមែនតើហើយខ្ញុំគិតថាកម្មវិធីនេះគឺស័ក្តិសមបាទសម្រាប់គាត់មែនតើក្នុងការតំណាងឲ្យប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិហើយខ្ញុំជឿជាក់ថាគាត់នឹងបានជ័យលាភីល្អប្រសើរជូនជាតិមាតុភូមិរបស់យើងបាទ បាទលោកញ៉ាចំណាយទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់នៅក្នុងការជំរុញឲ្យអន្តរជាតិកលេសបើមើលប្រទេសកម្ពុជាហើយក្នុងនោះក៏មានកញ្ញាអន្តរជាតិគាត់នឹងធ្វើដំណើរទៅកាន់ទឹកដីនៅខេត្តសៀមរាបនៅក្នុងការផ្លាស់ប្ដូរវប្បធម៌ក៏ដូចជាការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិអ្វីដែលជួយគោលបំណងជាឆន្ទៈដែលលោកញ៉ាចង់បង្ហាញបើនិយាយពីឆន្ទៈហើយនឹងគោលបំណងទី1ខ្ញុំស្រឡាញ់ខ្មែរបាទអាណិតខ្មែរហើយឃើញបងប្អូនគាត់នៅខ្វះចំណុចខ្វះខាតបន្តិចបន្តួចអញ្ចឹងយើងអ្នកមានធនធានយើងត្រូវជួយយើងកុំនៅបាទនៅត្នេបាទដើម្បីជាតិមាតុភូមិរបស់យើងហើយបើសិនជាយើងមានធនធានគាត់មានរូបសម្បត្តិគាត់មានការបដិញ្ញាចិត្តអញ្ចឹងយើងគុំគ្នាបង្កើតក្តីសម័យជាមួយគ្នាយើងគិតថាយើងនឹងជោគជ័យបាទ សួរទៅកាន់កញ្ញាអន្តរជាតិតិចណាហើយខ្ញុំ really when you come to Cambodia Thank you so much. That's so kind. What was your question? I'm sorry. how do you feel When you came to Cambodia? As I said on the stage, I've loved the people, I love the culture, I love your food, and I'm very excited to get to know your beautiful heritage of Angkor Wat because that's what my dad has always told me since I came here, that it was his favorite spot. So I can't wait to see it and fall in love with it as I've fallen in love with the people here as well. I hear you plan to Siem Reap and plan to wearing the traditional Yes, it's going to be an honor because I know how much it takes to do one of your single pieces, the culture that it requires, the time, and obviously the tradition that it belongs to. And our queen, she's going to represent that beautifully in Japan. She has to love her heritage as I know she does, and she's going to do amazing. Can you describe about the candidate from Cambodia? Can I describe the piece? I would describe it as an artwork, something I've never seen before, only here in Cambodia, and something that definitely captivates everyone. អានមិនគិតថាកូនអាចទទួលបាន តែនឹងព្យាយាមអាប់ដេតនឹងនៅលើ page Miss International Cambodia ចាអញ្ចឹងសូមអ្នកទាំងអស់គ្នាជួយគ្រប់គ្រងរូបនាងខ្ញុំដើម្បីជាកម្លាំងចិត្តដើម្បីទៅប្រកួតនៅប្រទេសជប៉ុនដណ្ដើមយកតំណែងណាមួយដែលខ្លាំងជូនដល់ប្រទេសជាតិកម្ពុជាហើយនឹងនាំប្រទេសកម្ពុជាឲ្យល្បីល្បាញស្គាល់ទៅដល់ពិភពលោកទាំងអស់និងបង្ហាញរាល់នៅអ្វីដែលខ្មែរមានអ្វីដែលកម្ពុជាមានជារបស់ដែលសម្បត្តិមរតកទៅដល់បុព្វបុរសនិងដូនតាចាសូមអរគុណ កញ្ញាក៏ខ្ញុំចង់សូមមកសំណួរស្របពេលដែលកញ្ញាតែប្រឡងនេះតើកញ្ញាមានពាក្យអីឬក៏មានសារវិជ្ជមានណាមួយដើម្បីបង្ហាញថាប្រទេសកម្ពុជារបស់យើងកំពុងតែមានការឈ្លានពានដោយប្រទេសជិតខាង ចាសម្រាប់ក្នុងនាមខ្ញុំជាបបរកញ្ញាមួយរូបហើយក៏ជានារីកម្ពុជា
នៅក្នុងប្រទេសកម្ពុជាចាជាកូនស្រីកម្ពុជាដូចគ្នាសម្រាប់រឿងមួយនេះគឺនាងខ្ញុំជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាដែលលោកខិតខំប្រឹងប្រែងខ្លាំងមែនទែនដើម្បីរក្សានៅសម្បត្តិវប្បធម៌មនុស្សជាតិក៏ដូចជាគុណតម្លៃនៃមនុស្សជាតិនៃប្រទេសកម្ពុជាដើម្បីផ្ដល់ជាកិត្តិយសនិងបង្ហាញជាមោទនភាពទៅដល់ជនរួមជាតិក៏ដូចជានិងបរទេសដើម្បីឲ្យគាត់លោកស្គាល់ថាប្រទេសកម្ពុជាពិតជាតូចប៉ុន្តែមានបេះដូងធំដូច្នេះហើយខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែនចំពោះរាជរដ្ឋាភិបាលប្រទេសកម្ពុជាដែលលោកខិតខំខ្លាំងមែនទែនប្រឹងប្រែងហើយយើងគឺសាមគ្គីភាពគ្នាខ្លាំងមែនទែននៅក្នុងការដែលយើងកំពុងតែជួបវិបត្តិណាមួយក៏ដោយគឺយើងអត់ចោះចាញ់អត់រុញរាក្នុងការថែរក្សានៅសម្បត្តិវប្បធម៌និងរួមសាមគ្គីភាពគ្នាជាធ្លុងមួយខ្ញុំគិតថាភាពសាមគ្គីនេះគឺជាភាពខ្លាំងបំផុតរបស់ប្រទេសកម្ពុជាយើងទាំងអស់គ្នាដូច្នេះហើយក្នុងនាមខ្ញុំជាបបរកញ្ញាមួយរូបចាដែលតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅឆាកអន្តរជាតិឆាប់នេះហើយគឺនាងខ្ញុំសូមសនំពរអ្នកទាំងអស់គ្នាមានការគិតវិជ្ជមានហើយសាមគ្គីភាពស្រឡាញ់ភាពជាខ្លួនឯងចាហើយនឹងធ្វើឲ្យមានមោទនភាពទៅប្រទេសជាតិទាំងមូលទាំងអស់គ្នាចាអរគុណ បាទឃើញថានៅក្នុងកម្មវិធីនៅក្នុងថ្ងៃនេះលោកកញ្ញាចិនសំណាងបានថារំពឹង